Hello hello អ្នកនរគ្នារីករាយថ្ងៃចុងសប្តាហ៍ថ្ងៃហ្នឹងខ្ញុំមកបែប unboxing របស់ញ៉ាំទៀតហើយរបស់ញ៉ាំមានត្រីមានត្រីប្រៃមានបុកប្រហុកមានអីចឹងណានឹងម៉ែក្លេកខ្ញុំគាត់ចូលពីស្រុកហើយស្ទើរត្រីស្រែត្រីធម្មជាតិទាំងអស់ហ្មងណាមានទាំងពីត្រីដែងត្រីប៉ាន់នេះហើយមានកែបទៀតហើយមានត្រីប្រៃមានបុកប្រហុកតំបុកថ្មីបុកបន្តិចបុកអីហ្នឹងយកគឺសុទ្ធតែម៉ែខ្ញុំធ្វើទៅថ្មីទៅអស់ខ្ញុំឲ្យស្រស់ហ្មងខ្ញុំថ្ងៃដល់ខ្ញុំតាមតាស៊ីអ្នកទាំងអស់គ្នាហើយអ្នកស្ទើររបស់ចាស់ដែលគាត់ខ្ញុំពីមុនខ្ញុំញ៉ាំអត់ទាន់អស់ពីរួមច្រើនខ្ញុំមានតែបកកទុកខ្លះនេះស្ទើររបស់ចាស់ខ្ញុំរើចេញពីទូដើម្បីរៀបដាក់ទូសាថ្មីមិនចឹងទេគឺយើងដាក់អស់ហើយព្រោះវាច្រើននោះហើយតើទៅនឹងត្រីប្រៃម៉ាំងផ្អកឬក៏បុកប្រហុកអីហ្នឹងបុកកតុយហើយហ្នឹងគឺម៉ែខ្ញុំគាត់មានលក់បងប្អូនត្រីឆ្អើគាត់មានលក់ដែរគាត់មានលក់ថ្មីរងថ្ងៃដោយសារខាងហ្នឹងសបោត្រីបងប្អូនខាងអាំងទៅថ្មហ្នឹងចឹងទៅគាត់ទិញត្រីគេមកគាត់ធ្វើពីរួមតើយើងកំងបានគាត់ធ្វើចឹងបើសិនជាចង់ញ៉ាំអីអាចប្រាប់គាត់មុនពីថ្ងៃចឹងគាត់នឹងធ្វើឲ្យពីរួមគាត់អត់ធ្វើទុកឯបើសិនជាមានអ្នកចង់កំងញ៉ាំអីចឹងគឺគាត់ធ្វើឲ្យភ្លាមៗដូចខ្ញុំចឹងយូរខ្ញុំឲ្យគាត់ធ្វើផ្ញើមកឲ្យម្ដងអីចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាចង់ញ៉ាំបុកប្រហុកបុកម្ទេសឬក៏ម៉ាំផ្អកត្រីប្រៃអីចឹងធ្វើចេញពីត្រីនៅក្នុងអាងធម្មជាតិអាងទាំងថ្មហ្នឹងណាយល់ស្ទើរធម្មជាតិទេបងប្អូនអាចដាក់កំងបានណាខាងយើងមានលក់បងប្អូនហើយធានាថាឆ្ងាញ់ហ្មងចង់បានរសជាតិបែបម៉េចអាចកំងបានចង់បានរសជាតិដឹករសជាតិហឹរអីគឺយើងអាចកំងប្រាប់ឲ្យគាត់ធ្វើតាមនឹងបានណាហើយនេះពីរួមស្ទើររបស់គ្រឿងផ្អាប់ពេញទូហ្មងយូរថ្ងៃណាយើងធុញមកហូបទៅយើងញ៉ាំជួយអាហ្នឹងទៅហើយអាហ្នឹងបាយកកអីត្រូវហ្មងមកទៅហឹរមកគឺចាញ់មែនតើអ្នកនរគ្នាចឹងខ្ញុំចាប់ដើមរៀបឡើងវិញទៅវាច្រើនពេកទៅហើយនេះយើងទៅបកកទុកសិនត្រីដែងហ្នឹងប្រហែលទៅជាមួយនឹងត្រីផ្អែមសងគោឬក៏នំបញ្ចុកទឹកប្រហុកអីហើយខ្ញុំក៏មានអ្នកខ្ញុំលើកមកគឺកែមកាត់ដែលគេដាក់ឆ្លោះទៅពេលភ្លៀងមួយថ្ងៃហ្នឹងបងប្អូនហើយស្ទើរសាច់អញ្ចឹងមានកម្រងទាំងធ្វើកាត់បោកឬក៏ឆាគ្រឿងឬក៏ឆាកុលក្រៃអីចឹងតែឥឡូវយើងដាក់បកកសិនចាំមើលថ្ងៃណាតនីអញ្ចឹងយើងធ្វើម្ហូបហ្នឹងទៅមានរួមទៅតែបកកទុកបន្ទុកបានយូរព្រោះនៅពីនេះគឺញ៉ាំអត់អស់ហើយច្រើនមែនទែនអ្នកទាំងអស់គ្នានេះស្ទើររបស់ចាស់អញ្ចឹងយើងរៀបឡើងវិញទាំងអស់ហើយបងរៀបទៅគឺដាក់អត់ទេច្រើនណាស់ហើយខ្ញុំក៏មានទិញជាមីត្រីខអីទុកតែថ្ងៃណាយើងធុញម្ហូបទៅយើងអត់ដឹងធ្វើអីញ៉ាំយើងស្រស់មីមកគេចាំត្រីខអីញ៉ាំទៅហើយយើងបើកមើលច្រើនណាស់ដល់គ្នាហើយស្ទើរធម្មជាតិហ្មងឆ្ងាញ់ណាព្រោះមិនឃើញដាក់បានដូចខ្ញុំមកញ៉ាំអត់ទាន់នេះហើយអ្នកទាំងគ្នាបើសិនជាចាប់អារម្មណ៍អាចកំងទិញបានណាធានាថាឆ្ងាញ់ហើយកំងតាមរសជាតិរបស់អ្នកទាំងគ្នាដែលចង់បានណាហើយអ្នកត្រីខ្ញុំដកមកខ្ញុំថាដាក់វាខាងក្រៅដើម្បីយកត្រីនឹងធ្វើហូបតែចឡើងមានបានធ្វើណាអានេះខ្ញុំ unboxing យកបាយហ្នឹងអញ្ចឹងទៅមានតែដាក់ចូលទូកកដើម្បីនេះពេញទៅហើយនេះសិតតែសាច់ប្រឡាក់ដូចស្លាប់មាន់អីខ្ញុំប្រឡាក់ទុកញ៉ាំពេលព្រឹកបាយកកអីចឹងណាយើងញ៉ាំសាច់មាន់ខ្លះសាច់ជ្រូកខ្លះត្រីខ្លះអីចឹងទៅពេលយើងអស់លុយទិញស្លាប់មាន់អីយើងញ៉ាំត្រីចឹងយូរយើងបបរសយើងបាយកកយើងអីតាមនឹងទៅមានអីយើងញ៉ាំនឹងចឹងណាហើយយើងដកមកវិញហើយរៀបវាស្អាតដើម្បីដាក់ទូចូលស្រួលចឹងយើងគឺត្រីមិនខ្វះខាងណាហើយធានាធម្មជាតិសុទ្ធហ្មងបងប្អូនអ្នកគ្នាឥឡូវយើងរៀបសិនហើយនេះប៉ុណ្្នឹងឯងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹង